ឆ្ងល់ដែរតែទៅមួយទូរស័ព្ទហ្នឹងមិនចឹងណាមិនក៏មនុស្សអាចមានអំណាចទៅលើទូរស័ព្ទហ្នឹងជាគ្រឿងអេឡិចត្រូនិកចំនួនក្រោយឥឡូវមកដូចសាច់រឿងរបស់បងអូនថ្លៃខ្ញុំគាត់ចឹងដែរគាត់ទៅដើរលេងលើទូរស័ព្ទមុនហ្នឹងហើយតែអេពីសូតមួយហ្នឹង error ហ្នឹងហើយerror បានបោះហើយចឹងក្នុងករណីហ្នឹងគាត់គេងចឹងជំរាបទៅបងប្អូនគាត់គេងនៅក្នុងតង់ resort មួយនៅគៀកជើងភ្នំគេងគាត់ញ៉ាំស្វឹងជីនរយចឹងទៅគាត់ស្វឹងគេងព្រាតតែដល់ឲ្យពួកម៉ាក់របស់គាត់ឃើញគាត់ខលមកទាំងគាត់នៅគេងហ្នឹងហើយទូរស័ព្ទរបស់គាត់នៅកន្លែងនោះតែឃើញលេខគាត់មកហើយអាមុខរបៀបយើងថតដាក់ពួកម៉ាក់មុខយំបតា mascara អីចឹងណាឃើញរូបហ្នឹងលោតចូលមកទាំងទូរស័ព្ទគាត់នៅនោះដើរទៅមើលបើទូរស័ព្ទអត់មានទេអត់មានហងហើយមិនគាត់លេខហ្នឹងទេមកចុចបិទបានតិចទេមកទៀតមិនបានចឹងសួរបងទូរស័ព្ទអត់ទូរស័ព្ទមិនខាងក្រុមទូរស័ព្ទណាអត់ទេខ្ញុំធ្លាប់មានមួយដែរកាលហ្នឹងខ្ញុំគេងនៅក្នុងអូតែលហើយកតុបខ្ញុំវាមិនកញ្ចក់វាអត់ចាំក្រែខ្ញុំមិនដែរយើងសលឹងទៅកាច់កទៅយើងឃើញកញ្ចក់ហ្នឹងអញ្ចឹងខ្ញុំឃើញមនុស្សអង្គុយនៅលើក្រែហ្នឹងហើយខ្ញុំសេវាទាញទូរស័ព្ទហើយទូរស័ព្ទខ្ញុំវានៅកបាខែចែហើយខ្ញុំគេវាមកខាងនេះខ្ញុំអត់ដល់ទេតោះយើងខិតចែបានទៅប៉ះទូរស័ព្ទបានខ្ញុំយើងខ្លាចរូបហ្នឹងបាត់ពីព្រោះខ្ញុំតែងតែដកដបថាបើភិចភ្នែកឬមកក៏បែអាចបាត់ខ្ញុំព្យាយាមមើលហើយយើងសម្រាប់ទូរស័ព្ទទៅលួចមើលទូរស័ព្ទចែទាំងយើងដឹងថាទូរស័ព្ទហ្នឹងមកចាំអាមហ្នឹងទៅដល់ហើយប៉ុណ្ណេះយើងខិតហើយអត់ដល់ទៀតយើងខិតហើយអត់ដល់ទៀតយើងខិតហើយអត់ដល់ទៀតរហូតដល់ខ្ញុំកលេចមកមើលទូរស័ព្ទខ្ញុំសល់ប្រហែលជាប៉ុណ្្នឹងទៀតទេប៉ុន្តែខ្ញុំខិត4ដងហើយតែខ្ញុំប៉ះទូរស័ព្ទអត់ដល់រហូតដល់ខ្ញុំកលេចទៅគឺបាត់ម្នាក់ថាហៅថាឥឡូវសួរថាម្នាក់ហ្នឹងមកចាប់ទូរស័ព្ទខ្ញុំឬមើលហ្មងតិចគេមានលូកដៃពីក្រោមអត់មានមកសម័យចឹងហ្មងសម័យចឹងវិញហើយសួរថាមានហេតុផលอะไรខ្ញុំយកអត់ដល់ទេបងព្រោះខែកតុបនៅក្នុងសន្តាគារនៅពេលដែលគាត់ខែ2គឺខែ1ទូចទេអត់អាចខែទំហំ2ម៉ែត្របានទេខែទូចហ្នឹងមកល្មមតែយើងមានយើងធ្វើដីបាត់ហើយចឹងដៃខ្ញុំដៃខ្ញុំវែងណាអត់គួរតែប៉ះដល់ហើយខ្ញុំខិត4ដងទូរស័ព្ទខ្ញុំវាខិតទៅរហូតសំហេតុផលគឺថាមិនខិតទេដូចប៉ះដល់ទូរស័ព្ទហ្នឹងបកទៅរឿងសន្តាគារវិញចឹងបងប្អូនទាំងអស់គ្នាដែលចូលទៅគេងសន្តាគារខ្ញុំមិនចោទប្រកាន់ថាសន្តាគារណាមានចូលទូរស័ព្ទហ្នឹងសង្ស័យគេដុតទូរស័ព្ទទៅច្រើនពេកហ្នឹងបាទសែនចិនហ្នឹងដុតសាំទៀតមែនអត់បងប្អូនឆេងមែនដុតទូរស័ព្ទទៅរហូតអាចជាមូលហេតុដែលឲ្យយើងធ្វើ FBI ចុះឆែកបានអញ្ចឹងហ្នឹងហើយសំហេតុផលដែរដល់មុខចេះមកពងចូលទួតែសន្តាគារតែទៅនឹងសន្តាគារដែរក៏មិនមានការចោទប្រកាន់ថាសន្តាគារណាជាសន្តាគារណាដែរណូតែវាជាអាចតទៅមួយវិស័យអាចតទៅអីប៉ុន្តែដោយឡែកមានដំណំជាច្រើនដែលមានបងប្អូនជាច្រើនបានចែករំលែកនៅក្នុង channel របស់គាត់រៀងៗខ្លួនឬក៏ធ្វើ short clip អីចឹងណាវីដេអូខ្លីៗប្រហែលដែរដំណំដែលបងប្អូនអាចប្រតិបត្តិបានឧទាហរណ៍មុនចូលបន្ទប់លើកទី1គោះទ្វារ3ដងបច្ចៈអ្នកខ្លះក៏គាត់និយមយកស្បែកជើងដាក់បច្ចៈគ្នានៅក្នុងបន្ទប់ដូចយិនយ៉ាងអញ្ចឹងណាឲ្យគិតញីឈ្មោះខ្ញុំអត់ដឹងថាបានផលប៉ុណ្ណាទេតែអាគោះទ្វារហ្នឹងភាគច្រើនបានផលសម្រាប់ខ្ញុំហើយខ្ញុំបកស្រាយតាមក្រោយណាអត់ទេខ្ញុំអត់មានបកស្រាយដែរតែចំណុចមួយមានចំណុចមួយខ្ញុំស្អប់បំផុតកញ្ចក់បាញ់ចំខែបើសិនជាកញ្ចក់បាញ់ចំខែបងប្អូនកុំទ្រាំគេងអីសោះយកកសែងគ្របទៅមិនមែនឲ្យទៅដោះកញ្ចក់គេណាយកកសែងគ្របទៅហេតុអីមិនចឹងឥឡូវប្រហែលថាបើកញ្ចក់ហ្នឹងបែរចំនៅចុងជើងរបស់យើងចុះគាត់អូតែមិនមានទូសម្អាងអីទូសម្អាងខ្លះបាញ់ចំខែមួយត្រូវទេចុះបងប្អូនមនុស្សពេលគេងមានស្អាតអីត្រូវទេមនុស្សពេលគេងមានស្អាតអីមកគាត់សឹងអីហើយដល់ពេលចឹងបងងើបមកសក់កន្ទិញកន្ទើញឃើញខ្លួនឯងនៅក្នុងកញ្ចក់មិនលួសព្រលឹងខ្លួនឯងហើយចុះបើក្នុងករណីមនុស្សបើយើងងើបមកយើងមិនឃើញយើងឃើញគេគិតមិនចឹងយល់ល្អគឺគ្របឲ្យចិត្តអាសាស្មុកមែនស្មុកមែនលឺស្មុកទេអូតទៀតតនេះមានលក់ណាគាត់តែស្ដាប់ហើយនិយាយអត់ទេអត់លឺអីមិនខ្ញុំលឺអាសាស្មុកអត់ទេអត់មានលឺអីលឺអាមិនមែនលឺងីទេខ្ញុំលឺចេះអត់ទេអត់មានទេមានទេខ្ញុំនៅចិត្តវាទៅអត់លឺបើស្វាខ្ញុំបាត់គេស្ដាប់អត់ទេលឺមិញអញងៀតស្វាបន្តិចតែមិញហ្នឹងតិចតាមានលឺសំមុកណាខ្ញុំឃើញបងឯងចាប់អារម្មណ៍លឺសំឡេងមើលគាត់រហូតហ្នឹងប៉ុន្តែមានសំមុកជាបងខ្ញុំបាញ់ទៅអាសាហ្មងហ្នឹងខ្ញុំឃើញបងឯងមើលខ្ញុំគិតថាចាក់គ្នាគ្រាន់តែដេកហ្នឹងចាំបាច់ទៅឲ្យគ្នាអង្គុយស្ដាប់ទៅអីខ្ញុំចិត្តខ្ញុំគិតចឹងហើយដល់ពេលបងឯងថាគាត់សំមុកខ្ញុំមិនដឹងខ្ញុំមានលឺសំមុកអីបងអត់ទេនិយាយមែនអត់នេះទេអត់មានថាចង់ទាញជាប្រតិភិបអីហ្នឹងលឺមែនបងឯងលឺមែនពួកយើងអត់បានលឺសំឡេងសំមុកហ្នឹងទេតែបើស្វាខ្ញុំលឺអានេះយើងបកមករឿងរបស់ប្រិមិត្តដែលគាត់ចែកម្លែកដែលគាត់សពថ្ងៃនេះក៏ជានិស្សិតនៅសាកលវិទ្យាល័យមួយកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពោលគឺទីក្រុងភ្នំពេញតែម្ដងអញ្ចឹងគាត់គឺជាមនុស្សពិសេសហេតុអីខ្ញុំនិយាយមនុស្សពិសេសដូចបងឯងអញ្ចឹងហ៎បងគាត់អាចមើលឃើញគាត់អាចប្រស្រ័យបាននេះប្រស្រ័យបានបាទគាត់អាចប្រស្រ័យបាននេះបើសិនជាខ្ញុំដាក់គាត់មកអង្គុយហ្នឹងហើយនិយាយឆ្លើយឆ្លងបងឯងមិនដឹងប្រតិគ្នាប៉ុណ្ណានេះគេទៅរឿងទៅអូខេតោះយើងចូលដល់សាច់រឿងអញ្ចឹងនៅពេលដែលគាត់រៀនធម្មតានៅពេលដែលយើងរៀននៅពេលដែលបងប្អូនវ៉ាកងបងប្អូនទៅណាមិនមែនថ្នាក់ទី12ណាដែលនៅក្រុមគំនាបឪពុកម្ដាយទាំងស្រុងទេអញ្ចឹងគាត់ថ្នាក់សាកលវិទ្យាល័យអញ្ចឹងភាគច្រើនពួកយើងមិនដើរលេងដាក់ field trip ទៅ trip នៅខេត្តនេះនៅខេត្តនោះដើម្បីកាត់សេះដើម្បីអី
អញ្ចឹងគាត់ក៏រៀងយំជាមួយនឹងការងាររបស់គាត់ដែរគាត់ក៏សម្រាប់ចិត្តជាមួយមិត្តភ័ក្តិគាត់ជាមួយមិត្តភ័ក្តិមួយក្រុមទៀតតោះនេះគាត់មិត្តភ័ក្តិ2នាក់ជាមួយនឹងមួយក្រុមទៀតទៅដើរលេងនៅខេត្តមួយដ៏ធំខ្ញុំអត់ហ៊ានបញ្ចេញឈ្មោះខេត្តគេបងខ្ញុំបញ្ចេញឈ្មោះខេត្តគេខ្ញុំខ្លាចរឿងហ្នឹងហើយមកខេត្តមួយដែលធំដែលបងប្អូនភាគច្រើនទៅតែបងប្អូនភាគច្រើនឲ្យតែស្រេះក៏ទៅកន្លែងហ្នឹងដែរអញ្ចឹងគាត់ទៅខេត្តមួយហ្នឹងឯងអញ្ចឹងពួកគាត់ឆែកមើលបន្ទប់គេងហ្នឹងហើយឆែកមើលបន្ទប់គេងជាមួយជុំគ្នាហ្នឹងហ្នឹងហើយឆែកមើលបន្ទប់គេងទៅក៏ស្អាតតែឯងគួសមបុកយកហ្នឹងក្រោយទៅស្រីខ្ញុំជាមួយនឹងឯងដែរពេលខ្ញុំអានសាររឿងគាត់គឺយល់ហ្មងថាកាយើងមិនគាត់ដែរស្ដាប់រឿងហ្នឹងហើយតែគាត់ថាដូចគ្នាហ្នឹងហើយអញ្ចឹងនៅពេលគាត់ទៅដោយសារតែគាត់មិនមែនជាកូនគាត់បញ្ជាក់ផងដែរថាគាត់មិនមែនជាកូនពិសេសក្នុងករណីដែលថាមានសំណុំសវ៉ាមានគ្រូបាជាការប៉ុន្តែអត់ដឹងជានិស័យកំណើតរបស់គាត់ឲ្យគាត់បានដឹងញៀនមុនឲ្យមានហេតុមុនអីចឹងមុនគាត់ធ្វើដំណើរមួយថ្ងៃគាត់ជិះតាមវរៈបុណ្យធម្មចេញម៉ោង7 ព្រឹកណាអញ្ចឹងនៅពេលដែលមុនមួយថ្ងៃដែលគាត់ធ្វើដំណើរហ្នឹងគាត់យល់សពអាក្រក់មែនទេគាត់អត់ចាំថាស្អីតែយល់សពហ្នឹងគឺជាប្រផ្នូលអាក្រក់ប៉ុន្តែគាត់នៅតែជំនះទៅនៅពេលដែលគាត់ឡើងនៅលើឡានវរៈបុណ្យធម្មនៅលើឡានក្រុមមួយហ្នឹងហើយគាត់កំពុងតែធ្វើដំណើរបែរនឹងមាននឹងហេតុអីកើតឡើងស្របពេលតែមួយគ្នារឿង2 3រឿងស្របពេលជាមួយគ្នារឿងទី1មិត្តភ័ក្តិរបស់គាត់មួយក្រុមជាមួយនឹងគាត់ឆ្លោះគ្នាខ្លាំងមែនទេឆ្លោះគ្នាដោយមិនដឹងហេតុឆ្លោះគ្នារហូតដល់ឃើញមុខចំស៊ីសាច់ហ្មងអ្នកផ្ទះរបស់គាត់បងរបស់គាត់ហែកប្រតិទិនដែលមានម៉ោងនៅមុខមាននាឡិកាហ្នឹងហើយគាត់ហែកប្រតិទិនដែលគេគាត់ហែកឬក៏ប្រវល់ប្រតិទិនហ្នឹងអាយ៉ាដៃដែលអត់សមនឹងអាយ៉ាដៃហើយបងគាត់ទៅមកប្រាប់គាត់ដែរថាព្រឹកហេតុការណ៍នេះដែលកើតឡើងហើយគាត់ដឹងថាភ្នោតអត់ល្អនៅក្នុងឡានគាត់អង្គុយអត់សុខទេគាត់មានអារម្មណ៍ថាថេះលេះឡាស់ដូចមានអារម្មណ៍មួយដែលគេខ្សឹបប្រាប់ជាតិចគុំទៅបោះចោលទៅតែគាត់នៅជំនះទៅផុតពីនឹងតិចតកងរបស់ឡានរបស់គាត់វេចកោតប៊ីសមានគ្រោះថ្នាក់ចរាចរណ៍ប្រភេទឡានក្រុងខ្ញុំមិននិយាយឡានក្រុងទេយើងនិយាយអាឡានស៊េរី16កៅអី18កៅអីបើសិនជាបើនៅក្នុងលឿនហើយវេចកោតបើមានគ្រោះថ្នាក់តើឱកាសប៉ះពាល់ដល់ជីវិតកម្រិតណាយើងគិតតែប៉ុណ្្នឹងបានអញ្ចឹងហេតុការណ៍ទាំងអស់ហ្នឹងហាក់ដូចប្រាប់គាត់ថាចេះកុំទៅតែគាត់នៅជំនះទៅអញ្ចឹងនៅពេលដែលគាត់ទៅដល់ខេត្តទីរួមខេត្តគាត់ក៏ហៅតុកជីទៅអូតែលដែលគាត់បានកក់ឲ្យ map ឲ្យអីចឹងណាឲ្យផែនទីបើដឹងមិនអីអូតែរបស់គាត់ដែលគាត់ទៅសាហាវជាងកន្លែងយើងទៅទៀតខ្ញុំមិននិយាយថាខេត្តតែមួយសាហាវជាងកន្លែងយើងទៅទៀតការយើងទៅមិនចុះពីផ្លូវធំមកកាច់ចូលផ្លូវទូច2តង់តែអូតែរបស់គាត់កាច់មិនដឹងប្រហែលតង់មានអាផ្លូវតលកាច់ចូលផ្លូវលំទៅរងទៅដល់អូតែលរបស់គាត់ហ្នឹងគឺជាអូតែលដែលស្ថិតនៅក្រោយរាំងកាសាលដែលគេបោះចោលនៅពេលដល់មុនដល់អូតែលរបស់គាត់មានផ្ទះឈើមួយផ្ទះបុរាណឈើមួយរបៀបផ្ទះទឹករបៀបផ្ទះទូចដូចអ្នកនៅខេត្តហ្នឹងហើយដោះស្មៅលញុកអត់មានរឿងទេពេលគាត់កលេចឃើញតែតិចភ្នែកចូលផ្ទះហ្នឹងគាត់ព្រឺឆ្អឹងខ្នងខ្លាំងមែនទេគាត់ព្រឺឆ្អឹងខ្នងរហូតដល់ថាអត់ស្រួលហើយគាត់ដឹងខ្លួនឯងថាអត់ស្រួលហើយទ្រីបមួយហ្នឹងគាត់ទៅដល់តែលហ្នឹងបើឲ្យដឹងថាតែលហ្នឹងអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេគឺអ្វីមានដើមចំបៃនៅចំពីមុខតែលហ្នឹងគាត់ស្ដាប់រឿងយើងហើយគាត់គិតថាដូចសាច់រឿងមួយដែលយើងបានចែករំលែកហ្នឹងគាត់ថាដូចគ្នាទាំងគាត់ចែករំលែកសាច់ហ្នឹងគាត់ចូលទៅដល់គាត់ជួបជាមួយអ្នកទទួលភ្ញៀវហុចសៅឲ្យអញ្ចឹងនៅក្នុងតែលហ្នឹងខ្ញុំបញ្ជាក់មាន2ក្រុមព្រោះដំបូងមួយក្រុមឆ្លោះគ្នាហើយចេញជា2ក្រុមហ្នឹងណាមួយក្រុមគាត់មិត្តភក្តិគាត់មួយក្រុមទៀតគឺមួយក្រុមទៀតអូខេនៅតែទាំងអស់គ្នាណាដឹងបន្ទប់គាត់នៅជាន់ទីម៉ានណាជាន់ទី2បន្ទប់303ខ្លាញ់មែននៅជាន់ទី2បន្ទប់លេខ3មុខអញ្ចឹងបានន័យថាជាន់ទី1របស់គាត់គឺលេខ100ហើយជួ100ជាន់ផ្ទាល់ដីគឺជួ100ជាន់ទី2ជួ200ជាន់ទី1ជាន់ជួ200ជាន់ទី2ជួ300ប៉ុន្តែសំខាន់មិនមែនលេខបន្ទប់303សំខាន់គឺអ្វីដែលនៅចំពីមុខបន្ទប់របស់គាត់និយាយទៅដើមអំពិលដកធំមួយអំពិលមានន័យថាចេះគ្រាន់តែបគាត់និយាយឲ្យខ្ញុំសម័យគឺមានន័យថាចេះបងឯងគ្រាន់តែបើកទ្វារមកដើមអំពិលកណ្ដាលមុខមកនៅប្អួយខាងក្រៅឬមួយមិនប្អួយខាងក្រៅទេបានន័យអាគារហ្នឹងប្រហែលជាបើតាមខ្ញុំស្ដាប់សម័យអាគារហ្នឹងប្រងចេះមិនមែនអាគារទាំងមូលដែលបងឯងឡើងតាមជាន់អ្វីនៅខាងក្នុងហើយដាំសួនច្បារនៅខាងក្រៅមិនមែនទេតែជាអាគាររបៀបដើរចេញមកប្រកាន់ដៃខាងក្រៅហើយដល់ពេលវេរំដែរនៅក្រោយបន្ទប់វិញបើយល់ខ្ញុំនិយាយអញ្ចឹងអាខាងកណ្ដាលនេះអាចជាកន្លែងអង្គុយលេងញ៉ាំអីឬក៏សួនច្បារគេធ្វើជាសួនច្បារសាធារណៈរួមតើខ្ញុំនិយាយបងអញ្ចឹងនៅកន្លែងហ្នឹងគឺមានដើមឈើដើមអំពិលមួយធំមែនទេវ័យចំណាស់ដើមអំពិលសេរីចាស់គាត់ថាគាត់បើកទ្វារមកគឺនឹងមកប៉ុន្តែបងឯងដឹងថាពេលដែលគាត់ចាក់សោចូលបន្ទប់ភ្លាម
គាត់ឃើញពេលដែលគាត់ចាក់សោចូលបន្ទប់ភ្លាមមានតែគាត់ឃើញមនុស្សស្រីម្នាក់រូបសទាំងអស់ជប់ភឺក្បាលសក់គ្រប់មុខអាក្រក់មែនទែនប៉ុន្តែឲ្យគាត់ឃើញមុខឯងនៅឈោមមើលមុខគាត់មកគាត់ធ្វើធម្មតាគាត់មនុស្សធៀមដែរគាត់ធៀមយកទឹកលោកតាមកធៀមយកបោះសេមាលោកតាមកព្រោះគាត់ដឹងថាគាត់មានញៀនវិសេសចឹងអាចជួបរឿងចឹងច្រើនចឹងគាត់យកធៀមចឹងគាត់អត់ខ្វល់ក្លេកបានបន្តិចទៅក៏បាត់ទៅប៉ុន្តែគាត់ក៏ចាប់អារម្មណ៍ដាក់អីវ៉ាន់ហើយគ្រឿងក្រៅរបស់គាត់អីហើយនៅលើទូសម្អាងហើយអញ្ចឹងហើយគាត់ទៅបើកវេរ៉ង់ដាមើលវេរ៉ង់ដាគឺសុទ្ធតែដីអូតែលមួយណាដែលមានវេរ៉ង់ដាសុទ្ធតែដីខ្ញុំចង់ឲ្យបងប្អូនគិតមើលមើលកន្លែងរកស៊ីត្រូវតែស្អាតដំណាំដែលដាំនៅវេរ៉ង់ដាហ្នឹងណារលួយខ្ទេចសារសម័យទស្សនភាពមួយហ្នឹងយើងដូចនៅក្នុងអាគារមួយដែលបោះចោលអូខេតែនឹងមានតែមកពីអត់ភ្ញៀវមួយក៏មិនដែរតែបើសិនជាក្នុងករណីខ្ញុំពងតែឈរគោចំហថៅកែសន្តាគារបើសិនជាអត់ភ្ញៀវបើថាយើងអារម្មណ៍ហើយយើងចង់បិទហើយយ៉ាងហោចណាអាមុនពេលបិទហ្នឹងក៏យើងនៅថែផ្កាល្អដែរបាទដើម្បីទទួលភ្ញៀវដែលយើងនៅពេលដែលបើកតែនេះបណ្ដោយឲ្យទុកផ្ការលួយវាគឺជាទស្សនភាពមួយដែលវាអត់ល្អសម្រាប់ភ្ញៀវអញ្ចឹងខ្ញុំគិតថាវាពិតជារឿងចម្លែកមែនសម្រាប់កន្លែងគាត់គេងហ្នឹងចឹងអ្វីដែលគាត់អត់សម្គាល់មួយទៀតគឺនៅពេលដែលគាត់បើកបន្ទប់នឹងទី1គឺមានកម្លាំងខ្យល់មួយបក់មកមានអារម្មណ៍ថាបក់ឲ្យព្រឺចាំក្នុងបន្ទប់ចឹងនៅពេលដែលគាត់ដើរចូលបន្ទប់អ្វីដែលគួរសង្កេតបើទ្វារបន្ទប់ភ្លាមម៉ាស៊ីនត្រជាក់នៅខាងឆ្វេងអូខេតោះនេះដើរទៅដល់ទៅដល់ខែប៉ុន្តែគាត់ស្រឡឹងឃើញមួយទៀតវាំងនួនគឺបែបខ្យល់ឬមកបែបខ្យល់តែខ្យល់អីបក់មកវាំងនួនហ្នឹងបើសិនជាទ្វារវេរ៉ង់ដាបិទចិត្តហើយម៉ាស៊ីនត្រជាក់នៅខាងនេះទេនៅឆ្ងាយមែនទេដើរយ៉ាងតិចណាស់ក៏5ជាហៀបដែរមានស្អីទៅបក់អាវាំងនួនណាគឺប៉ុណ្្នឹងណាចឹងពួកគាត់ខ្វល់ខ្វាយអីដែរគាត់ផ្លាស់កៅអៅមួយទឹកដើរលេងកន្លែងកំសាន្តជាច្រើននៅក្នុងខេត្តមួយហ្នឹងផុតពីគាត់ដើរលេងកំសាន្តហើយគាត់ក៏ពូទុកតុកណាគាត់បានជួនគាត់ទៅលើផ្លូវមួយដែលសម្បូរដោយការលក់អីញ៉ាំចឹងគាត់ទិញវិចម្ហូបអីហើយមកដល់កន្លែងមកវិញគាត់អង្គុយញ៉ាំនៅក្នុងអូតែលចុះក្នុងនាមជានិស្សិតបងប្អូនយល់ហើយថាវិការយើងក៏មិនសម្បូរបែបប្រហែលដែរអញ្ចឹងយើងសំចៃកន្លែងណាបានយើងសំចៃកន្លែងហ្នឹងហើយអញ្ចឹងគាត់កំពុងតែអង្គុយញ៉ាំនេះអាភ្នែកនេះវាចិត្តទាញឲ្យមើលអាកន្លែងជ្រុងមួយនៃបន្ទប់ទឹកបងយល់ទេអញ្ចឹងគាត់អង្គុយបែរទៅបន្ទប់ទឹកអញ្ចឹងភ្នែកគាត់ពុំញ៉ាំតែចិត្តទាញឲ្យមើលចេះគាត់ឃើញអ្នកស្រីម្ដងដងហ្នឹងមករូបភាពជាសក់កញ្ញាអត់មានមុខសក់កញ្ញាសម្លក់គាត់តែគាត់ទទួលបានអារម្មណ៍សម្លក់គាត់ទទួលបានអារម្មណ៍សម្លក់គាត់អត់ចាំរៀបរយខ្ញុំសរសើរចិត្តគាត់ងើបទៅកន្លែងហ្នឹងមកគាត់ងើបទៅពុំហ្នឹងបាត់គាត់ថាកុំញ៉ៃគាត់មកគេតែពីយប់ទេហើយគាត់ទៅហើយគាត់និយាយចឹងហើយគាត់ក៏ញ៉ាំអីហើយអស់ហើយក៏ចែកគ្នាមួយទឹកមិត្តភក្តិគាត់មួយមុនហើយគាត់មួយតាមក្រោយនៅពេលដែលមួយទឹកនៅក្នុងបន្ទប់ទឹកមានកញ្ចក់ដូចសាច់រឿងដែលបងចែកអញ្ចឹងមានកញ្ចក់ប៉ុន្តែទ្វារឈើណាតែវាមានខណ្ឌរវាងបន្ទប់ទឹកហើយនិងប្រគុណអង្គុយហ្នឹងហើយដូចគ្នាឥឡូវនៅពេលដែលគាត់ពុំតែមួយទឹកនេះភ្នែករបស់យើងមិនឃើញកន្លែងនេះដូចគ្នាមនុស្សស្រីម្នាក់កំពុងមួយទឹកជាប់គាត់យល់ទេមានមនុស្សស្រីម្នាក់ទៀតកំពុងតែមួយទឹកជាប់គាត់ចឹងគាត់ក៏លេចមើលទៅអត់ឃើញគាត់ស្រោតរូតរះមែនតើមួយទឹកលឿនមែនតើយកទឹកមុនដែលគាត់ជាទឹកមុនលោកតាយកមកចាក់ពេញខ្លួនមកគាត់ដឹងដែរដោយញៀនគាត់ដឹងដែរចឹងគាត់ឡើងទៅគេងមិត្តភក្តិគាត់គេងមុនគាត់ជាមនុស្សម្នាក់ដែលទម្លាប់គេងបើកភ្លើងប៉ុន្តែដងនេះគាត់ក្លាហានបិទភ្លើងព្រោះគាត់អាងមានគ្នាយល់ទេបងអញ្ចឹងនៅពេលដែលគាត់គេងគាត់មិនគេងភ្លាមណាគាត់យកខ្សែសេមាដែលគាត់យកមកពីផ្ទះខ្សែសេមាដែលមានសិលហ្នឹងណាចម្លែកមែនតើយកមកហូបកខ្លួនឯងគេដូចជាមានអ្វីប្រាប់គាត់ថាធ្វើអញ្ចឹងទៅមិនសក់ខ្លួនអញ្ចឹងណាគាត់ក៏ឆ្ងល់ខ្លួនឯងដែរថាមានក្បួនណាដែលប្រាប់ថាយកខ្សែសេមាមកហូបកគេវាអត់មានសូម្បីតែខ្ញុំស្ដាប់ដែលខ្ញុំដឹងរឿងច្រើនក៏ខ្ញុំអត់ដែរឮដែរលើកទី1ហ្មងថាហេតុអីមិនគាត់ហូបកគេនៅពេលដែលគាត់គេងនេះម៉ោង3យប់ខែរបស់គាត់មកគឺយល់ទេបងខែរបស់គាត់គឺហើយគឺប៉ុណ្្នឹងឯងបងឯងដឹងខ្លួនអត់ប្រកាសជាដឹងហើយបងឯងដឹងគាត់បើកភ្នែក5ម៉ោងគាត់ឃើញអីមនុស្សស្រីម្នាក់កំពុងតែហក់សង្កត់គាត់តែហក់ខុយអត់ដូចកីឡាកាយកិច្ចហើយមិនកិច្ចគាត់អត់បានកិច្ចទេគាត់គេងធម្មតាបានតែនិយាយហក់សង្កត់ទៅវាផ្លោងមកខាងឆ្វេងហក់ទៅដូចមានស្អីដែលជារនាំងមួយដែលល្អិលនៅខាងឆ្វេងល្អិលនៅខាងស្ដាំគឺខឹងមែនទែនហក់ហើយក្រែរបស់គាត់គាត់តែគឺអញ្ចឹងទៅតែអូលេងហើយដំបូងគាត់បែងចែកអត់ដែរថាពួកម៉ាក់គាត់លេងឬក៏គាត់លេងលំឡើងសុំមិត្តភក្តិអត់មានផងអញ្ចឹងណាហើយស្អីឡើងគាត់ងើបមកគាត់ក៏រៀបចំខ្លួនទៀតដែររៀបចំខ្លួនណាអញ្ចឹងគ្រឿងប្រារបស់គាត់នៅទូសំអាងវាចាប់ដើមរាយប៉ាយបើយើងនិយាយអំពី
លាបសក់វិញអាកំប៉ុងក៏បើកអីចឹងទៅ spray បាញ់សក់ឲ្យវាដួលឲ្យញ៉ៃញ៉ៃចឹងណាគាត់ចាញ់ដើរលេងមួយថ្ងៃនឹងពេញទៀតមកវិញគាត់ទិញម្ហូបមកញ៉ាំម្ដងទៀតមកល្បាក់ម៉ោង4ម៉ោង5គាត់ទិញម្ហូបម្ដងទៀតចឹងណាចឹងនៅពេលដែលគាត់ទិញនៅក្នុងហ្នឹងក៏មានមន់មួយដែរមន់ដុតហ្នឹងហើយគាត់ទិញយកមកញ៉ាំនៅក្នុងអូតែលនៅពេលដែលគាត់កំពុងតែដើរមកដល់អូតែលនេះគាត់ឡើងចរាទាំងឡើងចរាទាំងចុះចរាចរាអូតែគាត់អត់ប្រើចរាប្រអប់ទេណាចរាទាំងអស់គឺសុទ្ធតែដីចង់បញ្ជាក់ផងដែរថាអូតែលហ្នឹងមានតែ2បន្ទប់ទេមាន2បន្ទប់នេះឈ្មោះជាអូតែលទៀតមិនមែនមាន2បន្ទប់គេទេមានតែ2បន្ទប់ទេដែលមនុស្សនៅខ្ញុំស្មានតែមានតែ2បន្ទប់គាត់2នាក់និងមិត្តភក្តិគាត់តែគាត់ឆ្លោះគ្នានិយាយទៅមានតែ2បន្ទប់ហ្នឹងហើយនិយាយទៅមានតែគាត់ទេអូតែហ្នឹងគាត់អត់2បន្ទប់ហ្នឹងហើយមានតែពួកគាត់ទេនេះបានសាហាវហ្នឹងអញ្ចឹងនៅពេលគាត់បើកទ្វារក្រាអីវ៉ាន់របស់គាត់នៅក្នុងបន្ទប់ស្អាតទាំងអស់អ្វីដែលរាយប៉ាយគឺស្អាតទាំងអស់កន្លែងហ្នឹងខ្ញុំក៏អត់ចោលប្រកាន់ថាជាអាមនុស្សកុំឲ្យថាតម្លាក់បោះទៅគេពេលខ្លះយើងចាញ់អញ្ចឹងក្នុងនាមជាភ្ញៀវគេទៅ clean គេទៅសម្អាតអីចឹងទៅរៀបចំទៅប៉ុន្តែអារម្មណ៍របស់គាត់ដែលឲ្យហ្នឹងក៏មិនធម្មតាដែរមានអារម្មណ៍ថាស្រាវហើយនឹងត្រជាក់ជាងមុនតែគាត់អត់ខ្វល់ទេគាត់នៅតែអង្គុយញ៉ាំគាត់អង្គុយញ៉ាំអញ្ចឹងរូតរាស់ពងតែអង្គុយញ៉ាំហ្នឹងភ្លើងដាច់ក្រឹបភ្លើងដាច់មកអូតែឡាគាត់ពួកម៉ាក់គាត់ចាប់បានឆោតដល់ហើយគាត់ថាគុំខ្លាចមើលគាត់បើកទ្វារដើរចេញទៅមើលមិនឲ្យភ្លើងឆេះនៅគាត់ដើរចូលមកវិញនៅជ្រុងបន្ទប់ទឹកគាត់ឃើញមនុស្សស្អីម្នាក់មកអោនខ្សឹបដាក់គាត់មកចាក់មិនដែរចាញ់គាត់នៅធ្មឹងមែនតើតោះឲ្យទៅដើរទៅមុខទៀតធ្វើអារម្មណ៍ធម្មតាគាត់ញ៉ាំអីហើយរឿងហេតុធម្មតាស្លៀកអាវហើយគាត់ក៏ចេញមកវិញមិត្តភ័ក្តិរបស់គាត់បានរៀបចំចំណុចមួយគឺមន់ដាក់នៅចំកណ្ដាលតុឥឡូវតុរបស់យើងតុមូលដាក់ចំកណ្ដាលតុហ្នឹងបើកថង់វាហាក់ដូចជាការសែកប៉ុន្តែអត់មានធូបទេគាត់ដើរចេញមកគាត់ទៅកំសាន្តមកកន្លែងទៀតគាត់ជិះមកវិញយប់ឡើងគាត់ឃើញមានបន្ទប់មួយនៅជិតហ្នឹងពេលឡើងមកគាត់ឃើញបន្ទប់មួយជិតហ្នឹងដូចមានគ្រួសារគេដូចមួយគ្រួសាររបៀបអញ្ចឹងណាអញ្ចឹងតែគាត់ក៏សួរអ្នកនៅខាងក្រោមណាទូភ្ញៀវថាចេះបងមានគេមកនៅថែមអ្នកខាងក្រោមថាចេះអត់មានផងមានតែពួកឯងហ្នឹងចាំតែមួយណាគាត់ទៅដល់គាត់គ្រាន់តែបើកទ្វារមកឃើញមន់ដែលមិត្តភ័ក្តិដាក់ទុកហ្នឹងណាគាត់ភឺក្បាលខ្ញាក់ខ្លាំងមែនទែនធំចង់អត់បានណាអាភឺគាត់មានអារម្មណ៍ថាសម្រាប់អ្នកបងប្អូនដែលមានញៀននៅពេលដែលយើងគ្រាន់តែស្រឡឹងភ្លាមយើងអាចទទួលអារម្មណ៍បានថាជាសារអីគេណាអញ្ចឹងនៅពេលដែលគាត់ទទួលបានសារអញ្ចឹងហើយគាត់សួរមិត្តភ័ក្តិគាត់មិនក៏ធ្វើអញ្ចឹងមិនអញ្ចឹងទៅអញ្ចឹងពេលខ្លះមិត្តភ័ក្តិគាត់ធ្វើដោយអត់ដឹងខ្លួនអញ្ចឹងណាអញ្ចឹងពួកគាត់ក៏អង្គុយសម្រាប់បានបន្តិចគាត់ក៏ទៅទិញភីហ្សា order ភីហ្សាតាម app អញ្ចឹងភីហ្សាហ្នឹងគេដឹកមកដល់គាត់ក៏ដើរចុះតាមចរាមកយកភីហ្សាហ្នឹងតោះនិយាយហ្នឹងអូខេរំធត់ទៀតណាអញ្ចឹងនៅពេលដែលគាត់ដើរចុះមកយកភីហ្សាហ្នឹងអ្នកយកភីហ្សាដឹកមក2នាក់មើលមុខគាត់ចម្លែកក្នុងរូបភាពមួយដែលថាមិនមកដេកនៅហ្នឹងអញ្ចឹងចេះតែហ៊ានដេកអ្នកចិត្តខាងគេនៅឈរលេងនៅមុខផ្ទះគេគាត់ក៏មើលមកពួកគាត់ដែរថាដាក់អារបៀបកូននេះមកពីណាមិនមកដេកនៅហ្នឹងចឹងក្នុងទស្សនវិជ្ជានឹងដូចគ្នាគាត់អត់មានខ្វាយខ្វល់ទេគាត់កាន់ហុតស្ទុះឡើងអាគារមានតែ3ជាន់ហ្នឹងបងគាត់នៅជាន់ទី2បើតាមហេតុផលយើងគេនៅជាន់ណាយើងតែតែដឹងថាយើងនៅជាន់ហ្នឹងត្រូវទេយើងឡើងចរាប្រហែលកាច់យើងដឹងទេត្រូវទេអញ្ចឹងនៅពេលដែលគាត់ហុតរហូតគាត់ហុតរហូតដល់ប៊ីផុតជាន់ទី2ឡើងដល់ជាន់ទី3មិត្តភ័ក្តិរបស់គាត់ស្រែកថាហួសជាន់ហើយទើបគាត់ហួសហើយទើបគាត់បកក្រោយវិញគាត់ប្រាប់ថានៅពេលដែលគាត់ហុតព្យាយាមហុតហ្នឹងណាគាត់ឃើញអីម្នាក់ស្រីហ្នឹងឈរនៅជាន់នោះហើយគាត់អត់ដឹងថាហេតុអីបានទាញអារម្មណ៍គាត់ឲ្យហុតទៅឲ្យផុតទៅហៅម្នាក់ស្រីហ្នឹងណាអត់ដឹងទេតមិត្តភ័ក្តិគាត់ស្រែកដាស់ទើបគាត់ដឹងគាត់ដកក្រោយមកវិញអត់ទាន់ចាប់ទេណាញ៉ាំភីហ្សាតាមញ៉ាំភីហ្សាគាត់នឹងឃើញកូកាគាត់ក៏ reset ទៅខាងក្រោមថាអត់មានតកអត់មានកែវទេអញ្ចឹងឲ្យបងឯងដើរទៅហួសផ្លូវនឹងតិចទៅហួសតាន់តិចបងឯងដើរទៅត្រង់តិចទៅមានគេលក់អីចឹងឯងទៅទិញអាហ្នឹងទៅអញ្ចឹងគាត់ក៏ចោះមកទិញទៀតដំណើររបស់គាត់ហ្នឹងដើរកាត់ផ្ទះឈើដែលគេបោះចោលឲ្យដោះស្មៅគ្រប់គាត់ព្រឺឆ្អឹងខ្លាំងខ្លាំងមែនគាត់ទិញហើយគាត់ដើរមកវិញនេះគាត់ឃើញមនុស្ស2នាក់នឹងអង្គុយនៅលើវេរ៉ាំដារបស់គាត់អង្គុយហើយអារបៀបឃើញគាត់ឲ្យស្រឡឹងមើលមកគាត់ណាវេរ៉ាំដាកន្ទប់គាត់នោះហ្នឹងហើយបន្ទប់របស់យើងមិនដឹងហ្នឹងហើយអង្គុយមកងាកមកគាត់អញ្ចឹងហើយនិយាយគ្នាទៅអញ្ចឹងវាមកវិញហើយបើតាមហេតុផលអត់ត្រូវលឺទេហ្នឹងហើយប៉ុន្តែមកលឺដូចនៅក្នុងវិជាគាត់អញ្ចឹងវាមកវិញហើយអញ្ចឹងគាត់ដឹងអញ្ចឹងគាត់ញ៉ាំអីហើយចឹងទៅយប់ឡើងលេងមិត្តភក្តិគាត់ម្ដងមិត្តភក្តិគាត់មិនដើរលេងថតរូបអី
គាត់មួយគេគាត់គេងមុនពួកម៉ាក់គាត់កំពុងតែកែរូបទុកផុស Instagram អញ្ចឹងណាបិទភ្លើងដូចគ្នាគាត់គេងបានបន្តិចពួកម៉ាក់គាត់កេះគាត់ថាអញ្ចឹងណែងើបឡើងដេកបែរមុខមកខ្ញុំតិចមាននឹងមួយទៅមាននឹងនៅពេលដែលមិត្តភ័ក្តិរបស់គាត់កំពុងតែកែរូបហ្នឹងណាម្នាក់ស្រីហ្នឹងអោនមុខមើលមុខបិទប្រាប់គាត់យល់ទេអាមនុស្សពងតាពងអាហ្នឹងអោនមកមុខចឹងចង់និយាយពេញមាត់ហឹងមកបងហើយសាហាវណាពេលអញ្ចឹងទៅគាត់ក៏គេងទៅយប់ហ្នឹងក៏គេងស្កប់អញ្ចឹងទៅយកខ្សែលោកតាអីមកពាក់ដៃពាក់អីអញ្ចឹងទៅក៏គេងស្កប់ទៅតើផុតឯថ្ងៃទី3ជាថ្ងៃបញ្ចប់ដែលគាត់ត្រូវឬឲ្យបាន check out មកផ្ទះវិញអត់ទាន់ចាប់បងខ្សែរឿងហ្នឹងអត់ទាន់ចាប់ទេពេលដែលគាត់ងើបគាត់ចាក់ចេញពីហូតែលហ្នឹងទាំងមិនបានងូតទឹកគឺរបៀបហើបញុកទាញឲ្យបាលីរត់ទៅតែម្ដងនៅពេលដែលគាត់កំពុងតែរៀបហ្នឹងណាគាត់ទទួលអារម្មណ៍មានសម្លេងមើលស្រីម្នាក់ស្រីឲ្យចេញទៅដេញគាត់បើគាត់ឃើញច្បាស់ចឹងហ្នឹងអញ្ចឹងគាត់មិនរៀបអីវ៉ាន់រត់អញ្ចឹងនៅពេលរៀបអីវ៉ាន់រត់ចាំឯងខ្ញុំប្រាប់ថាហូតែលហ្នឹងមានតែពីរបន្ទប់ទេណាដែលនៅជាន់ខុសគ្នានៅពេលដែលគាត់បើកទ្វារបន្ទប់មកក្រាចរាយយន្តវាបើកមកទឹងចូលតែគេដាក់ចុចទឹងអូយព្រឺណាស់អញ្ចឹងគាត់អត់មានខ្វល់ខ្វាយច្រើនទេរត់តាមចរាយជើងនឹងគាត់លឺសំឡេងម្នាក់ស្រីនឹងសើចចំអកឲ្យគាត់ពេញចរាយយន្តពេញចរាជើងហ្នឹងហើយគាត់ check out ហើយគាត់មិនអូវ៉ាលីដែរចាញ់គាត់ក៏លេចមើលក្រោយដឹងគាត់ឃើញអីហ៎អ្នកដែលធ្វើការទទួលភ្ញៀវហ្នឹងណាម្នាក់ស្រីហ្នឹងគឺឈរនៅចំពីក្រោយមិន2នាក់ហ្នឹងមើលមកគាត់សម្លក់យ៉ាងខូខើបំផុតគាត់ក៏ត្រឡប់មកផ្ទះរឿងហ្នឹងក៏ចប់ត្រឹមប៉ុណ្ណឹងយកមិនដែរបងប្អូនអ្នកនេះស្ដាប់ហើយមើលទៅប្រហែលជាគិតថាសំដែងមើលរឿងច្រើនពេកហើយប្រកែជប់សាច់រឿងណាប៉ុន្តែខ្ញុំគិតថារឿងហេតុហ្នឹងអាចកើតឡើងគាត់ឲ្យឈ្មោះតែដែរខ្ញុំសាកស្វែងរកតែហ្នឹងដែរតែឡើងឃើញហើយនិយាយត្រង់មកគឺឡើងឃើញអញ្ចឹងខ្ញុំអត់ដឹងថាវាមានហេតុការណ៍អីឬក៏គាត់ប្រតិបត្តិការ business របស់គាត់តាមបែបផែនគ្រួសារបុរាណនិយមតែគាត់អត់ត្រូវការនៅលើ app អីខ្ញុំអត់ដឹងទេតែខ្ញុំរកអត់ឃើញទេប៉ុន្តែឱកាសដែលអាចជួបមានអត់ខ្ញុំថាអាចទៅរួចបងយល់ថាម៉េចដែរវាមានដល់ពេលដល់អញ្ចឹងខ្ញុំមានខ្លីមួយដែរហ្នឹងគឺផ្ទាល់ខ្លួនខ្ញុំបាទខ្ញុំអត់ដែរខ្ញុំទៅម្នាក់ឯងជាទូទៅអត់មានគ្រួសារខ្ញុំតែងតែគេអូតែណាដែលខ្ញុំអាចសំចៃលុយបាទតែក៏វាមិនអន់ពេកដែរបាទតែបើជប់អាចសាក50វាខ្ពស់ហើយតែខ្ញុំវាគេងប៉ុណ្ណឹងតែបើខ្ញុំទៅគ្រួសារអាចមក100អីចឹងទៅណានៅក្នុងអូតែហ្នឹងគឺជាអូតែដែលខ្ញុំអត់ដែរស្គាល់ទេហើយពេលហ្នឹងខ្ញុំចាប់ដើមមានឈ្មោះបោះសម្លេងគេចាប់ដើមស្គាល់ខ្លះហើយតែមិនទាន់ដល់ពេលឥឡូវនេះទេមិនទាន់ពេលដែលបងឃើញបងប្អូនបងឃើញអេពីសូតនេះទេមុននឹងទៅទៀតខ្ញុំអូតែហ្នឹងវាចរាយយន្តនៅកដាលបាយចប់ហ្នឹងហើយចរាយយន្តវាបើកមកកដាលអញ្ចឹងហើយចរាយជើងវាធ្វើពតចរាយយន្តមានថាចរាឡើងមកអញ្ចេះដល់ជាន់ទី1ហ្នឹងចរាកប៉ោបអញ្ចេះហើយចង់ឡើងជាន់ទី2បើយើងឡើងចរាជើងត្រូវពតចរាយន្តមកជុំអញ្ចេះមានតែចរាយន្តគេធ្វើ snow កដាលចរាជើងគេពតទេរហូតខ្ញុំបើកទ្វារកតុបបជាទូទៅខ្ញុំឆ្ងល់ថាហេតុអីបានអូតែហ្នឹងអត់មានអ្នកនាំខ្ញុំឡើងតែដោយសារតែខ្ញុំគិតថាវាមិនមានអីប្លែកទេដោយសារតែខ្ញុំទៅដល់ហ្នឹងវាអាចម៉ោង 8 9 យប់ទៅហើយខ្ញុំទៅដល់ខែមួយហ្នឹងហើយខ្ញុំឃើញបុគ្គលិកម្នាក់ដែលគាត់នៅក្រាបលើតុរីសុតហ្នឹងគាត់គេខ្ញុំទៅដល់គាត់ភ្ញាក់ហើយគាត់ក៏ហុចសោមឲ្យយើងសួរបងមានយើងក៏អីចឹងហើយខ្ញុំក៏ឃើញម្នាក់ទៀតគាត់សម្រាប់នៅក្បែរហ្នឹងដែរអញ្ចឹងខ្ញុំគិតថាយើងជាមនុស្សដល់ម៉ោងគេងហើយមកត្រឹមតែឡើងទៅដល់កតុបយើងចាក់សោចូលខ្លួនឯងវាអត់មានអីលំបាកព្រោះយើងម្នាក់ឯងវ៉ាលីតែមួយអញ្ចឹងខ្ញុំថាអីទេមិនបាច់ឲ្យគាត់ទេខ្ញុំឡើងទៅម្នាក់ឯងក៏បានដែរអញ្ចឹងគាត់ក៏ហុចសោខ្ញុំហើយគាត់ថាសូមរីករាយជាមួយនឹងការមកស្នាក់នៅទីនេះវាថា welcome យើងណាទៅខ្ញុំគាត់ថាអរគុណច្រើនតែកុំប្រើពាក្យនឹងអីខ្ញុំប្រាប់គាត់អញ្ចឹងខ្ញុំក៏ដើរទៅដល់ឡើងទៅដល់អូតែនមិនឡើងចរាយន្តទៅដល់អូតែនហ្នឹងពឹងខ្ញុំបើកទ្វារមកធម្មតាអត់មានអារម្មណ៍អីទាំងអស់អញ្ចឹងពេលឡើងទៅដល់អូតែនហ្នឹងវាមានទ្វារមួយនៅទ្វារសន្តាគារទ្វារចរាយន្តអញ្ចឹងបើកមកនៅកន្លែងនេះមានទ្វារកតុបមួយក៏អញ្ចឹងអាទ្វារហ្នឹងវាប្រឆិតជាមួយនឹងចរាឡើងទៅទៀតវាវិជាគ្នាព្រោះគេមើលដែរគាត់ថាគេមើលណាអត់ធ្វើចំទេតែសងខាងនេះវាមានកតុបមួយចំហៀងខាងនេះមួយមួយចំហៀងខាងនេះមួយអញ្ចឹងមានថាអូតែនហ្នឹងវាទូចទេមួយជាប់មានតែ3បន្ទប់ទេអញ្ចឹងកតុបខ្ញុំត្រូវដើរចេញពីចរាយន្តមកខ្ញុំត្រូវបត់មកកាត់ចរាមួយដែលគេឡើងហើយចរានេះចុះចរាហ្នឹងខាងគេឡើងមកអញ្ចឹងខ្ញុំដើរមកវាត្រូវអាចចរាចុះចេះអញ្ចឹងខ្ញុំដើរមកកតុបខ្ញុំនៅនឹងបើកទ្វារមកគឺខ្ញុំឃើញផ្ទាំងកញ្ចក់មួយដែលគេទុកឲ្យគេមើលខ្លួនមុនចេញពីកតុបបើកតុបខ្ញុំឃើញមនុស្សម្នាក់ពាក់ឈុតកៅអៅសាមញ្ញទេកាន់បោកស្លាកមន់គាត់តែឃើញខ្ញុំបើកទ្វារប៉បខ្ញុំឃើញគាត់ក្នុងកញ្ចក់គាត់ហត់ឡើងចរាហត់ចុះចរាមុខទៅបាត់ខ្ញុំក៏លេចមកអញ្ចឹងតែណាខ្ញុំបើកមកឃើញខ្ញុំក៏លេចមកអញ្ចឹងខ្ញុំឃើញគាត់ហត់វឹបទៅបាត់ទៅក៏បាត់ដូចថា
គេឃើញអញឲ្យពួនហ្នឹងគាត់ទៅពួនអញ្ចឹងខ្ញុំក៏លេចមកពឹបខ្ញុំឃើញម្នាក់ហ្នឹងកំពុងតែអង្គុយនៅទៀតហ្នឹងហៀឈាមទីតាមភ្នែកហៀឈាមចឹងបដ ாய் ខ្ញុំអូបាលីខ្ញុំចេញក្រៅខ្ញុំអត់គេហើយចៃដន្យចុះទៅដល់ជួបនឹងបាយជាតកែខ្ញុំថាខ្ញុំអត់គេទេខ្ញុំប្រាប់ឲ្យត្រង់កតុបនឹងមានបញ្ហាគួរតែសម្អាតឲ្យហើយកុំធ្វើបែបហ្នឹងអត់ល្អទាំងអស់គាត់ក៏ប្រាប់ថាអូតែនេះអ្នកដែលឃើញហ្នឹងគឺអ្នកសម្អាតបន្ទប់ដែលគាត់ខ្យល់កោហើយដេកស្លាប់នៅកន្លែងហ្នឹងអាហ្នឹងគឺពេលដែលខ្ញុំជួបនៅអូតែហ្នឹងតើបងប្អូនយល់មិនដែររន្ធត់ប៉ុណ្ណាមិនរន្ធត់ប៉ុណ្ណាខ្ញុំដើរមើលខ្ញុំគិតថាវាមិនរន្ធត់ទេណែបងឯងជួបសាំច្រើនគាត់ជាអត់រន្ធត់ទេចូលអ្នកដែលឃើញអញ្ចឹងលើកទី1សាកសម័យអារម្មណ៍នឹងវិញមើលរត់បាក់សក់ចាជើងគ្នាហ្នឹងឯងនឹងធ្វើមិនទៀត